ទីបានសួរថាហើយដូចបានជា Power BI បងប្អូនត្រូវទីទានឹងប្រើ email ថាបានក្រុមហ៊ុនហើយបងប្អូនមួយចំនួនប្រហែលជាអត់ទៅហៅថាច្បាស់រឿង email ក្រុមហ៊ុនស្ថាប័នណាemail របស់ក្រុមហ៊ុនស្ថាប័នហ្នឹងគឺយើងសំដៅទៅលើ email domain email ដែលវាមិនមែនជា Gmail មិនមែនជា email មិនមែនជា Yahoo មិនមែនជាហៅថាលក្ខណៈហៅថា Hotmail អីទេគឺឧបមាថាឥឡូវស្ថាប័នរបស់បងប្អូនគឺឧបមាថាឥឡូវថាឈ្មោះថាគេសុភាអីហ្នឹងទៅអញ្ចឹងជាទូទៅនៅពេលដែលម្ចាស់ក្រុមហ៊ុនគាត់បើកក្រុមហ៊ុនគាត់មាន email សម្រាប់ស្ថាប័នរបស់គាត់គឺលក្ខណៈ domain name សុភាហ្នឹងអញ្ចឹងsophia@sophia.com អញ្ចឹងទៅអាហ្នឹងហើយដែលគេហៅថា email របស់ស្ថាប័នឬក្រុមហ៊ុនហ្នឹងវាខុសពី personal email បងប្អូនដែលមកថាឥឡូវបងប្អូនឈ្មោះសុភាអញ្ចឹងបងប្អូនប្រកាសជាបង្កើត email personal ខ្លួនឯងដូចជា sophia@gmail.com អីចឹងទៅគឺ email ប្រភេទហ្នឹងគឺនៅក្នុង Power BI គឺយើងអាចយកមក sign in ជាមួយនឹងMicrosoft Power BI បានទេបាទអាហ្នឹងបងប្អូនត្រូវយកកន្លែងហ្នឹងអាហ្នឹងចំពោះ email ដែលហៅថា personal និង email សម្រាប់ថ្នាក់រៀនមួយទៀតសួរថានៅពេលដែលបងប្អូនប្រើ email តើបងប្អូនត្រូវចាំបាច់ត្រូវទៅ sign in sign up នៅក្នុង Power BI Desktop អត់នៅក្នុង Power BI Desktop បងប្អូនមិនចាំបាច់ទាមទារត្រូវទៅ sign in sign up ទេយើងអាច build dashboard របស់យើងហ្នឹងលក្ខណៈជា online យើងអត់មានភ្ជាប់អ៊ីនធឺណិតយើងអត់មាន sign up sign in ជាមួយ email របស់យើងហ្នឹងណាយើងអាច build វាហើយយើងអាច save វាជា file Power BI ជា file PDF ចឹងទៅហើយបើសិនជាបងប្អូនចង់ share អាហ្នឹងវាចូលនៅក្នុង Power BI Suite អញ្ចឹងបងប្អូនអាច share ដោយបងប្អូន sign up ឬ sign in ជាមួយនឹង email របស់ស្ថាប័នក្រុមហ៊ុននៅពេលដែលបងប្អូន sign in ហើយគឺបងប្អូនអាច share ទៅនៅជាមួយនឹង Power BI Suite នៅពេលហ្នឹងគឺយើង